សួស្តីបងប្អូនជួបគ្នាសាទីថ្មីជាមួយនឹងមុខម្ហូបបុកទឹកគ្រឿងគោកចាបុកទឹកគ្រឿងគោកធានាថាឆ្ងាញ់រូបមន្តរបស់អ្នកម្ដាយខ្ញុំណាបងប្អូនចាបុកទឹកគ្រឿងគោករបស់ខ្ញុំគឺខ្ញុំប្រើត្រីអាំងណាបងប្អូនណាចាគឺខ្ញុំប្រើត្រីអាំងខ្ញុំមានត្រីអាំង3នៅក្នុងរូបនេះខ្ញុំប្រើ3ប៉ុន្តែខ្ញុំយកមកប្រើតែ2ទេបងប្អូនមួយទៀតទុកញ៉ាំជាមួយទឹកត្រីស្វាយចាតោះយើងទៅមើលគ្រឿងផ្សំតើមានអីខ្លះគ្រឿងផ្សំរបស់វាគឺមានត្រប់ពុតញងម្ទេសក្រហមខ្ទឹមក្រហមនិងខ្ទឹមសមានប្រហុកចិញ្ច្រាំហើយនិងក្រូចឆ្មាចាតោះអញ្ចឹងយើងទៅមើលគ្រឿងផ្សំគ្រឿងធ្វើទាំងអស់គ្នាវិធីធ្វើគឺយើងយកប្រហុករបស់យើងមកលីងមកបងប្អូនចង់អាំងក៏បានដែរដើម្បីឲ្យវាក្រៀមល្អអញ្ចឹងណាតែខ្ញុំយកមកលីងហើយគ្រឿងត្រប់របស់យើងហ្នឹងហើយនឹងខ្ទឹមយើងគឺយកមកលីងដូចគ្នាបងប្អូនដាក់ទឹកស្ងោរវាមកផ្លែតសិនទៅស្ងោរតគោកដាក់ទឹកកុំច្រើនពេកតិចបានហើយដល់វាគោកទៅទុកឲ្យវារីងអញ្ចឹងទៅកូរឲ្យវាក្រៀមអញ្ចឹងកូរវាតឡើងក្រហមអញ្ចឹងណាបងប្អូនចាំយើងដួសដាក់ទុកឲ្យត្រជាក់អញ្ចឹងទៅចាហើយត្រីរបស់យើងគឺយើងយកមកបេះវាយកឆ្អឹងចេញចាដើម្បីកុំឲ្យវាឆ្លាក់វាអីអញ្ចឹងដើម្បីយើងងាយស្រួលយកមកបុកអញ្ចឹងណាបងប្អូនចាបន្ទាប់មកគ្រឿងក្រៅរបស់យើងដែលយើងលីងហើយហ្នឹងយើងយកមកបុកមកយកមកបុកវាតម៉ត់អញ្ចឹងណាបងប្អូនចាបុកវាតម៉ត់អញ្ចឹងហើយចាំយើងដាក់ត្រីអាំងរបស់យើងចូលទៅហើយម្ទេសយើងដាក់តាមចំណូលចិត្តរបស់បងប្អូនចង់ចូលចិត្តហឹរខ្លាំងក៏ដាក់ម្ទេសច្រើនតិចតាមចំណូលចិត្តបងប្អូនតាហើយប្រហុករបស់យើងបងប្អូនដាក់មកល្មមកុំច្រើនពេកណាបងប្អូនខ្លាចវាប្រៃពេកខ្លាចប្រៃពេកចាសម្រាប់ប្រហុកហ្នឹងហើយយើងលីងវាឲ្យឆ្អិនអញ្ចឹងមកដើម្បីឲ្យវាមានក្លិនឈ្ងុយចាយើងច្បល់គ្រឿងក្រៅបុកនឹងនៅចូលក្នុងត្បាល់ឲ្យហើយអញ្ចឹងទៅឲ្យរៀងម៉ត់បន្តិចសិនទៅចាំយើងដាក់ស្ករប៊ីចេងចូលអញ្ចឹងទៅបងប្អូនចូលចិត្តរៀងផ្អែមក៏ដាក់រៀងស្កររៀងច្រើនតែបើមិនសូវចូលចិត្តផ្អែមទេបងប្អូនដាក់ស្ករអីតែបន្តិចតាមចំណូលចិត្តបងប្អូនតាមភ្លក់មើលណាបងប្អូនរសជាតិវារៀងហឹរជូរផ្អែមប្រៃនិយាយទៅរសជាតិរៀងដិតបន្តិចទឹកគ្រឿងហ្នឹងបងប្អូនដោយសារយើងធ្វើញ៉ាំជាមួយនឹងបន្លែបងប្អូនយើងមានបន្លែអញ្ចឹងទៅយើងធ្វើរៀងដិតបើសិនជាសាបយើងជ្រលក់ជាមួយនឹងបន្លែរបស់យើងអត់ត្រូវទេព្រោះអីយើងធ្វើដូចតែទឹកគ្រឿងទឹករបស់យើងដែរតែទឹកគ្រឿងទឹករបស់យើងធ្វើស្ងោរតែនេះយើងធ្វើជាមួយនឹងត្រីអាំងណាបងប្អូនចានៅពេលដែលយើងលាយគ្រឿងសពហើយអញ្ចឹងទៅក៏យើងច្បាច់ក្រូចឆ្មាចូលណាបងប្អូនចាកុំច្បាច់ច្រើនពេកច្បាច់បដាយើងតេះវាបដាធ្វើបដាទៅគេលោថាជូរពេកអញ្ចឹងណាបងប្អូនចាហើយធានាថាទឹកគ្រឿងមួយមុខនេះបងប្អូននឹងជាប់ចិត្តចាបងប្អូនសបល់មិនសូវជាស្អាតទេដោយសារខ្ញុំលីងអត់បានក្រហមអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនមានចំណេញខាងលីងអីក្រហមវានឹងឆ្ងាញ់ហើយសោភ័ណភាពវាក៏ស្អាតតាម